រឿងគោក្របីគ្មានធ្មេញលើកាលពីព្រេងនាយមានខ្លាមួយសួរគោថាខ្លួនបងគោអាំងធំហេតុអ្វីក៏ទ្រាំឲ្យមនុស្សទឹមដូច្នេះគោតបមនុស្សតូចមែនប៉ុន្តែមានប្រាជ្ញាខ្លាឆ្ងល់ក៏សួរកសិករពូអាណាប្រាជ្ញារបស់ពូកសិករតបប្រាជ្ញាពូទុកនៅឯផ្ទះចាំពូទៅយកឲ្យមើលតែពូសុំចងអេងសាន់ព្រោះខ្លាចអេងស៊ីគោឃ្លុំខ្លាយល់ព្រមឲ្យកសិករចងខ្លួនជាប់ពេលនោះកសិករទាញដំបងសំពង់ខ្លាហើយប្រាប់ថានេះហើយប្រាជ្ញាមនុស្សគោនិងក្របីឃើញដូច្នោះក៏សើចហើយដួលមាត់បុកត្រូវនឹងថ្មបាក់ធ្មេញលើអស់រលីងហេតុនេះហើយបានជាគោនិងក្របីគ្មានធ្មេញខាងលើរហូតដល់សព្វថ្ងៃនេះ